សម្ព័ន្ធយោធាអន្តរជាតិ NATO បានធ្វើសម្ពយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេដែលប្រមូលផ្ដុំទាហានមកពីប្រទេសផ្សេងៗគ្នា NATO បានបញ្ជាក់កាលពីថ្ងៃអង្គារថាគោលបំណងសំខាន់នៃសម្ពយុទ្ធ Neptune Strike 25-1 គឺដើម្បីបង្កើនល្បឿន ភាពបត់បែន ការបញ្ជា និងការគ្រប់គ្រងនៃការវាយប្រហាររបស់កងទ័ពជើងទឹក និងកងកម្លាំងកម្មវិធីទ័ពជើងទឹក Amphibious លោកឧត្តមនាវីតូ Isidro Carrera បាននិយាយថាបញ្ហាប្រឈមគឺត្រូវត្រៀមខ្លួនគឺដើម្បីទប់ស្កាត់ការគំរាមកំហែងធំៗដែល NATO អាចជួបនៅពេលណាមួយ NATO ហ្វឹកហាត់នៅសមុទ្រលើអាកាសនិងនៅលើដីជារៀងរាល់ថ្ងៃ NATO ធ្លាប់ប្រកាសថា Strike 25-1 ជាការរំលឹកឡើងវិញជាលើកដំបូងនៃសកម្មភាពប្រុងប្រយ័ត្នសន្តិភាពនេះសម្រាប់ឆ្នាំ2025ដោយមានការចូលរួមពីប្រទេសប៊ុលហ្គារី កាណាដា បារាំង ក្រិក អ៊ីតាលី ភាគខាងជើង ម៉ាសេដូនី ណូវេស ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ តួគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រភពថាផ្ដោតសំខាន់នៅទូទាំងតំបន់មេឌីទែរ៉ាណេរួមមានទាំងនាវាផ្ទុកយន្តហោះអមជាមួយសកម្មភាពវាយប្រហាររយៈចម្ងាយឆ្ងាយនៅទូទាំងផ្នែកខាងត្បូងនិងភាគអាគ្នេយ៍និងការអនុវត្តសមត្ថភាពសង្គ្រាមប្រឆាំងនាវាមួយទឹកនៅសមុទ្រមេឌីទែរ៉ាណេខាងកើត